ស្គាល់កន្លែងលក់ពងទាកូនមួយនេះអ្នកទាំងអស់គ្នានឹងចាយលុយអស់តិចជាងមុនដោយសារតែគាត់លក់10គ្រាប់ត្រឹមតែ6500រៀលទេអូថោកណាស់ថោកមែនតើណាអានេះគឺយើងយកទៅស្រុះយកទៅស្ងោរខ្លួនឯងប៉ុន្តែបើសិនជាអ្នកទាំងអស់គ្នាចង់បានអាឆ្អិនណាគាត់មានប្រូម៉ូសិន10ថែម1ទៀតអាហ្នឹង10គ្រាប់ត្រឹមតែ10000រៀលទេគេមានតាំងពីខ្ទឹមជ្រក់មានអំបិលម្រេចក្រូចឆ្មាជាយើងមកកាផ្លេណាហើយអត់មានកន្លែងអង្គុយញ៉ាំទេគឺកន្លែងរបស់គាត់លក់របៀបបោះដុំបោះអីចឹងណាអញ្ចឹងយើងអាចកំងឲ្យគាត់ដឹកឲ្យមានតាមក្រេបមានតាមអីចឹងទៅងាយស្រួលកំងតាមអនឡាញភាគច្រើនគេកំងគាត់តាមអនឡាញពងទាកូន10ថែម1 10ថែម1អូ10ថែម1មកគ្រាប់តែ1000 10000តែ10ថែម1ហ្នឹងយើងមានអំបិលហ្វ្រីឲ្យគាត់មកកាផ្លេអានោះจะពិសេសហ្មងថាមានខ្ទឹមបងលក់បែបបោះបងអញ្ចឹងតម្លៃពិសេសហ្មងមានអំបិលមានខ្ទឹមមានជីក្រូចឆ្មាអីចឹងណាដាក់គាត់មកគ្រប់លក់ហើយបងប្អូនក៏ចង់បានបែបឆៅយកទៅស្រុកអីចូលឆ្នាំចូលអីជប់លៀងអីកំងបានបងគិតឲ្យតែ6500អូ16500ចា6500ហើយបងព្រីជីឲ្យតែបើបងប្អូនគាត់ថាអូខ្ជិលធ្វើអំបិលម្រេចខ្លួនឯងបងមានលក់អំបិលម្រេចនេះ5000លក់ក្រៅបងប្អូនក៏ទិញក្រៅទៅហើយខ្ទឹមចេះអីតែ3000នេះហើយឲ្យបានបងធ្វើយកទៅហូបសាកទៅពងទាកូន10ថែម1ចង់ឲ្យបងប្អូនសាកខាងអា10ថែម1ហ្នឹងរសជាតិបែបម៉េចចង់ឲ្យសាករបស់គ្រួចខ្ញុំមានស្ងោរលក់ដែរ12500ឯឆ្អិនពងទាកូនអត់បងគ្រួចកូនណា12500ហ្វ្រីគ្រឿងដូចគ្នាដូចពងទាកូនដែរចាហើយបើបងប្អូនគាត់ចង់បានឆៅ100 22000អ្វីដែលគាត់បញ្ជាក់ប្រាប់ខ្ញុំគឺគាត់លក់បែបហ្នឹងគឺយូរឆ្នាំហើយមិនមែនលក់ដើម្បីសម្រាប់ទីផ្សារទេអ្នកខ្លះគេថាចោតគាត់អូលក់អញ្ចឹងឃើញគេលក់ថោកដែរសម្រាប់ទីផ្សារពងទាកូនអត់ទេដោយសារគាត់លក់អញ្ចេះបានព្រោះតែគាត់មានហេតុផលរបស់គាត់មានបងប្អូនគាត់គឺជាម្ចាស់កសិដ្ឋានចិញ្ចឹមទាចិញ្ចឹមមាន់អីអញ្ចឹងណាអញ្ចឹងពងទាកូនពងមាន់ហ្នឹងគឺគាត់មានរៀងរាល់ថ្ងៃតែម្ដងអត់ចេះខ្វះទេហើយគាត់លក់នេះជាប្រភេទលក់បោះដុំណាអ្នកទាំងអស់គ្នាអាចកំងយកឆៅក៏បានដែរយើងយកទៅស្រស់ខ្លួនឯងស្ងោរខ្លួនឯងក៏បានដែរ10គ្រាប់ត្រឹមតែ6500រៀលទេហើយគាត់ហ្វ្រីឲ្យជីឲ្យយើងទៀតជីពងទាកូនហ្នឹងណាហើយបើសិនជាយើងចង់ទិញអាខ្ទឹមជ្រក់ជាមួយនឹងបើម្រេចក៏គាត់មានលក់ដែរគាត់លក់ក្រៅនឹង1គីឡូនោះដូចជា3500ទេអាខ្ទឹមជ្រក់របស់គាត់ហ្នឹងណាអញ្ចឹងអ្នកនរគ្នាងាយស្រួលហើយសម្រាប់ទីតាំងរបស់គាត់គឺនៅផ្សារតាខ្មៅចាស់កន្លែងរបស់គាត់ក៏ងាយស្រួលរកដែរយើងចូលទៅឃើញហើយកន្លែងរបស់គាត់ហ្នឹងហើយបើសិនជាអត់ច្បាស់អត់អីទេខ្ញុំនឹងតម្លាក់លេខទូរស័ព្ទបន្ថែមឲ្យអ្នកទាំងអស់គ្នាតាក់ទងទៅគាត់ណាហើយកន្លែងលក់ពងទាកូនគាត់ឃើញរៀបចំមកទំនងគាត់មិនមានត្រឹមតែពងទាកូនទេមានពងទាសាបមានពងមាន់មានពងក្រួចមានអីចឹងណាពងក្រួចកូនក៏មានអីក៏មានដែរមកកាផ្លេទាំងអស់នៅហ្នឹងហើយគេមានគ្រឿងគេមានអីឲ្យយើងមកកាផ្លេណាយើងអាចទិញកំងខាងក្រៅបានងាយស្រួលហើយយើងទៅស្រុកទៅអីយើងជុំគ្នាអីហ្នឹងកំងអាឆៅក៏បានដែរយើងយកទៅយើងអាចស្រស់ខ្លួនឯងធូរលុយណា10ត្រឹមតែ6500រៀលទេសម្រាប់ពងទាកូនហើយខ្ញុំបញ្ជាក់ម្ដងទៀតណាឆ្អិនគាត់គឺ10ថែម1ឥឡូវនេះមានប្រូម៉ូសិនពិសេសហើយមកគ្រាប់1000រៀលទេសម្រាប់ឆ្អិនហ្នឹងគេមានឲ្យទាំងខ្ទឹមជ្រក់ជាមួយនឹងបើម្រេចមានជីមានក្រូចឆ្មាមកកាផ្លេព្រោះមានលម្អិតបន្ថែមខ្ញុំនឹងតម្លាក់ជូននៅក្នុង comment វីដេអូខាងក្រោមហើយវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាដែលបានតាមដានវីដេអូមួយនេះចាំជួបគ្នាវីដេអូក្រោយទៀត